បាទសួស្តីបងប្អូនថ្ងៃនេះជួបជាមួយវីដេអូលោកគ្រូនាំយកគណការកំណត់រូបមន្តរបស់ធាតុគីមីដោយស្គាល់ម៉ាស់ម៉ូលេគុលអញ្ចឹងយើងមកមើលលំហាត់ទាំងអស់គ្នាគេថាអំបិលក្លរ៉ូនៃលោហៈវឡង់2មានម៉ាស់ម៉ូលេគុល95ក្រាមក្នុង1ម៉ូលជាងសំណួរគេសួរថាតើអំបិលនេះផ្សំពីលោហៈឈ្មោះអ្វីព្រមទាំងទាញរូបមន្តអំបិលនិងហៅឈ្មោះចឹងលំហាត់តាក់ទងទៅនឹងការកំណត់រូបមន្តរបស់ធាតុគីមីនៅពេលដែលយើងស្គាល់ម៉ាស់ម៉ូលគឺយើងនឹងជួបច្រើននៅក្នុងថ្នាក់ទី10ក៏យើងជួបទី11រហូតដល់ទី12ក៏យើងជួបដែរលំហាត់ហ្នឹងអញ្ចឹងយើងតាមដានទាំងអស់គ្នាយកចិត្តទុកដាក់ឥឡូវយើងមកមើលដំណោះស្រាយអញ្ចឹងដើម្បីទៅបានដំបូងគឺយើងត្រូវតាំងលោហៈវឡង់2ហ្នឹងសិនអញ្ចឹងលោកគ្រូតាំង x ជាលោហៈវឡង់2ចឹងនៅពេលដែល x យើងជាលោហៈវឡង់2ទៅផ្សំរូបមន្តមួយក្លទៅយើងបានរូបមន្តអំបិលយើងគឺ HCl2 ចឹងដោយសារអីដោយសារ x វឡង់2ហើយក្លរ៉ូយើងវឡង់1ចឹងការផ្សំរូបមន្ត x វឡង់2ក្លរ៉ូវឡង់1ចឹងពេលយើងផ្សំរូបមន្តទៅយើងនឹងបាន HCl2 មិនចឹងហីចេះយើងបានរូបមន្តទូទៅរបស់អំបិលយើងទៅជា HCl2 អូខេចឹងបន្ទាប់មកទៀតយើងមកមើលម៉ាស់ម៉ូលដែលគេឲ្យអញ្ចឹង95ក្រាមក្នុង1ម៉ូលនេះគឺជាម៉ាស់ម៉ូលសរុបរបស់អំបិលទាំងមូលហ្នឹងអញ្ចឹងយើងបានម៉ាស់ម៉ូលរបស់ HCl2 យើងគឺស្មើនឹង95ក្រាមក្នុង1ម៉ូលបន្ទាប់មកយើងមើលម៉ាស់ម៉ូលធំ HCl2 នេះយើងអាចបូកវាបានមែនអត់អញ្ចឹងម៉ាស់ម៉ូលក្លគេឲ្យ 35.5 អញ្ចឹងម៉ាស់ម៉ូល X យើងអត់ស្គាល់យើងទុកដដែលទៅយើងអញ្ចឹងយើងបានម៉ាស់ម៉ូល HCl2 នេះទៅជា m ធំ x បូកឲ្យ 45.5 គុណ2អញ្ចឹងស្មើនឹង95បាទអញ្ចឹងគោលដៅរបស់យើងគឺទាញរក m ធំ x ឲ្យឃើញទៅអញ្ចឹង 45.5 គុណ2បាន71ទាញរក m ធំ x បោះ71ទៅបាន95ដក71យើងបានម៉ាស់ម៉ូលរបស់ x យើងគឺ24អញ្ចឹងដល់ពេលដែលយើងស្គាល់ម៉ាស់ម៉ូលរបស់ x ហើយយើងអាចដឹងហើយថាវាជាលោហៈអីអញ្ចឹងនៅក្នុងប្រធាននេះគេឲ្យម៉ាស់ម៉ូលមក2លោហៈវឡង់2ហ្នឹងបើសិនជាយើងរកឃើញ24អញ្ចឹងលោហៈហ្នឹងគឺជាម៉ាញ៉េស្យូមបើសិនយើងរកឃើញ40អញ្ចឹងលោហៈហ្នឹងគឺជាកាល់ស្យូមប៉ុន្តែលោហៈរបស់យើងគឺយើងរកឃើញ24អញ្ចឹងយើងអាចឆ្លើយបានថា x ហ្នឹងមានរូបមន្តគឺ Mc ឈ្មោះរបស់វាគឺម៉ាញ៉េស្យូមបាទបន្ទាប់មកគេឲ្យទាញរករូបមន្តអំបិលអញ្ចឹងយើងយក Mc ហ្នឹងទៅជំនួសចូល x ទៅយើងបានរូបមន្តអំបិលយើងគឺ McCl2ហើយឈ្មោះអំបិលហ្នឹងយើងបានទៅជាម៉ាញ៉េស្យូមក្លរ៉ូបាទអញ្ចឹងចំពោះដំណោះស្រាយក្នុងការកំណត់រករូបមន្តរបស់ធាតុគីមីនៅក្នុងករណីដែលយើងស្គាល់ម៉ាស់ម៉ូលគឺមានតែប៉ុណ្្នឹងសង្ឃឹមថាជាប្រយោជន៍សម្រាប់បងប្អូនដែលបានមើលវីដេអូនេះបាទសូមអរគុណសម្រាប់វីដេអូបន្ថែមសូមចូលទៅកាន់គេហទំព័រ V2 Education